រឿងដែលបំងត្រូវតែដឹងមុននឹងធ្វើការសម្រេចចិត្តពុតតម្រង់ថ្មិញទី1រយៈពេលនៃការពុតតម្រង់ថ្មិញគ្រប់អ្នកជំងឺពុតតម្រង់ថ្មិញទាំងអស់ស្ថានភាពមាត់ថ្មិញរបស់អ្នកជំងឺម្នាក់ៗគឺមិនដូចគ្នានោះទេដែលបំងខ្លះគឺគាត់មានស្ថានភាពមាត់ថ្មិញមិនសូវមានបញ្ហាស្មុគស្មាញច្រើនដូចនេះហើយរយៈពេលនៃការពុតតម្រង់ថ្មិញរបស់គាត់ក៏រៀងលឿនទៅតាមទម្រង់ថ្មិញរបស់គាត់ប៉ុន្តែបំងខ្លះវិញគឺមានស្ថានភាពមាត់ថ្មិញដែលស្មុគស្មាញច្រើនដូចនេះការពុតតម្រង់ថ្មិញរយៈពេលក៏ទៅតាមនឹងដូចគ្នាអាចរយៈពេលចន្លោះពី2ឆ្នាំទៅ2ឆ្នាំកន្លះដូច្នេះរយៈពេលនៃការពុតតម្រង់ថ្មិញរបស់អ្នកជំងឺម្នាក់ៗគឺពុំដូចគ្នានោះទេទី2សម្រាប់អ្នកជំងឺដែលពុតតម្រង់ថ្មិញទាំងអស់រៀងរាល់មួយខែម្ដងត្រូវមកជួបជាមួយនឹងតនពេទ្យដើម្បីឲ្យតនពេទ្យក៏បានពិនិត្យទៅលើទម្រង់ថ្មិញក៏ដូចជាថែទាំទៅតាមបច្ចេកទេសរបស់តនពេទ្យនិងបងត្រូវតែថែទាំសុខភាពមាត់ថ្មិញរបស់បងដូចគ្នាដូចជាការដុសសម្អាតថ្មិញឲ្យបានស្អាតល្អនិងធ្វើតាមការណែនាំរបស់តនពេទ្យឲ្យបានខ្ជាប់ខ្ជួនទី3ក្រោយបញ្ចប់នៃការពុតតម្រង់ថ្មិញបងត្រូវតែប្រើប្រាស់ជាមួយនឹងឧបករណ៍ទល់លំនឹងថ្មិញដែលហៅឈ្មោះថា Retinol ឲ្យបានខ្ជាប់ខ្ជួនប្រសិនបើបងមិនចង់ឲ្យថ្មិញរបស់បងវិលត្រឡប់ទៅសភាពដើមវិញបងដែលមានចំណាប់អារម្មណ៍ចំពោះសេវាកម្មពុតតម្រង់ថ្មិញបងអាចទំនាក់ទំនងបានតាមរយៈ Facebook Page និងតាមរយៈ Telegram ផ្លូវការរបស់ Clinic បានជាមួយនឹងការពិនិត្យពិភាក្សាទៀតសោះគឺពុំមានការគិតសេវានោះទេ